បទៅនឹងការគម្រាមយកពន្ធបន្ថែមរបស់លោកត្រាំចិនថានឹងតស៊ូប្រយុទ្ធរហូតដល់ទីបញ្ចប់វ៉ាស៊ីនតោនក្រសួងពាណិជ្ជកម្មចិននៅថ្ងៃអង្គារទី8ខែមេសាបានបដិញ្ញាតស៊ូប្រយុទ្ធប្រឆាំងនឹងការយកពន្ធគុយរបស់សហរដ្ឋអាមេរិករហូតដល់ទីបញ្ចប់បន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំគម្រាមយកពន្ធបន្ថែមលើទំនិញនាំចូលពីមហាអំណាចសេដ្ឋកិច្ចលេខ2នៅលើពិភពលោកមួយនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន F នៅក្នុងសេចក្តីថ្លែងការណ៍មួយអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានគូបញ្ជាក់ថាការគម្រាមបង្កើនការយកពន្ធរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងចិនគឺជាកំហុសមួយបន្ថែមលើកំហុសមួយដែលបានបង្ហាញសារជាថ្មីផងដែរឲ្យគេឃើញពីធម្មជាតិចូលចិត្តសម្លុតគម្រាមគេឯងរបស់សហរដ្ឋអាមេរិកប៉ុន្តែចិននឹងមិនចោះញញឹមចំពោះការសម្លុតគម្រាមបែបនេះនោះទេហើយប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តធ្វើតាមដោយការសម្លុតគម្រាមនោះចិននឹងតស៊ូប្រយុទ្ធរហូតដល់ទីបញ្ចប់អ្នកនាំពាក្យរូបនេះបន្ថែមថាប្រសិនបើសហរដ្ឋអាមេរិកបង្កើនការយកពន្ធនោះចិននឹងចាត់វិធានការវាយបកយ៉ាងម៉ឺងម៉ាត់ដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់ខ្លួនតែទោះជាយ៉ាងក៏ដោយក្រសួងពាណិជ្ជកម្មចិននៅតែទូចថាប៉េកាំងមានបំណងស្វែងរកកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិកហើយថាគ្មាននរណាម្នាក់ឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្មមួយនោះទេគួរបញ្ជាក់ថាប្រតិកម្មរបស់ចិនកើតមានឡើងបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានគម្រាមដាក់ពន្ធលើប្រទេសចិន50បន្ថែមទៀតបើទីក្រុងប៉េកាំងមិនព្រមបោះបង់ពន្ធសងសឹករបស់ខ្លួនលើការនាំចូលទំនិញរបស់សហរដ្ឋអាមេរិកយូសម្រាប់ចរចាជាមួយអាមេរិកជុំវិញបញ្ហាពន្ធរបស់លោកត្រាំជំនួសឲ្យការសងសឹកភ្លាមប្រូចសែលសហភាពអឺរ៉ុបបានសម្រេចនៅថ្ងៃច័ន្ទថាខ្លួននឹងផ្ដល់អាទិភាពដល់ការចរចាជាមួយសហរដ្ឋអាមេរិកដើម្បីដោះស្រាយបញ្ហាពន្ធដែលដាក់ដោយប្រធានាធិបតីដូណាល់ត្រាំជាជាងការឆ្លើយតបដោយការសងសឹកភ្លាមការសម្រេចចិត្តនេះធ្វើឡើងបើទោះបីជាផ្លុកនេះបានត្រៀមរៀបចំវិធានការត្បិតជាជំហានដំបូងរួចហើយក៏ដោយនេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃច័ន្ទទី7ខែមេសាឆ្នាំ2025រដ្ឋមន្ត្រីពាណិជ្ជកម្មនៃបណ្ដាប្រទេសជាសមាជិក EU បានជួបប្រជុំគ្នានៅប្រទេសលុចសម្បូរដើម្បីពិភាក្សាអំពីការឆ្លើយតបចំពោះពន្ធរបស់អាមេរិកនិងទំនាក់ទំនងជាមួយប្រទេសចិនដោយអាទិភាពចម្បងគឺការចាប់ផ្ដើមចរចានិងការជៀសវាងសង្គ្រាមពាណិជ្ជកម្មពេញលេញរដ្ឋមន្ត្រីពាណិជ្ជកម្មហូឡង់លោក Reinhard Klever បានលើកឡើងថាEUគួរតែរក្សាភាពស្ងប់ស្ងាត់និងឆ្លើយតបដោយវិធីកាត់បន្ថយភាពតានតឹងប៉ុន្តែត្រៀមខ្លួនចាត់វិធានការសង្សឹកប្រសិនបើចាំបាច់ទោះបីជាប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ EU ក្នុងការចរចាកិច្ចព្រមព្រៀងពន្ធ0ទល់នឹង0សម្រាប់ទំនិញឧស្សាហកម្មក៏ដោយក៏ការពិភាក្សាជាមួយទីក្រុងវ៉ាស៊ីនតោនរហូតមកដល់ពេលនេះនៅតែជួបការលំបាកស្នងការពាណិជ្ជកម្មយូលោក Maroš Šefčovič បានពណ៌នាកិច្ចពិភាក្សាថាដោយស្មោះត្រង់ហើយបានរិះគន់ពន្ធរបស់អាមេរិកថាបង្កការខូចខាតនិងមិនសមហេតុផលគួរបញ្ជាក់ថាសហភាពអឺរ៉ុប EU ដែលមានសមាជិក27ប្រទេសត្រូវបានគេរំពឹងថានឹងរៀបចំកញ្ចប់វិធានការសង្សឹកទ្រង់ទ្រីធំនៅចុងខែមេសានេះដើម្បីឆ្លើយតបនឹងពន្ធលើរថយន្តអាមេរិកនិងពន្ធទៅវិញទៅមកផ្សេងទៀតទោះយ៉ាងណាសមត្ថភាពរបស់ EU ក្នុងការសង្សឹកមានដែនកំណត់ជាងសហរដ្ឋអាមេរិកដោយសារតម្លៃទំនិញដែលEUនាំចូលពីអាមេរិក334,000 លានអឺរ៉ូក្នុងឆ្នាំ2024មានចំនួនតិចជាងតម្លៃទំនិញដែលEUនាំចេញទៅអាមេរិកដែលមានរហូតដល់532,000 លានអឺរ៉ូវាមានក្រុមឡើងថារុស្ស៊ីត្រៀមខ្លួនធ្វើអ្វីទាំងអស់ដើម្បីជួយសម្រួលវិបត្តិនុយក្លេអ៊ែរអាមេរិកអ៊ីរ៉ង់ពីមានក្រុមឡើងរុស្ស៊ីបានប្រកាសនៅថ្ងៃច័ន្ទថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសម្រួលដល់ភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ការប្រកាសនេះធ្វើឡើងខណៈដែលទីក្រុងវ៉ាស៊ីនតោនបានទាមទារឲ្យទីក្រុងតេហេរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីឬប្រឈមមុខនឹងការវាយប្រហារនេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃច័ន្ទទី7ខែមេសាឆ្នាំ2025ទីក្រុងមូស្គូបានស្នើជាញឹកញាប់ក្នុងការសម្រុះសម្រួលរវាងភាគីទាំងពីរបន្ទាប់ពីការព្រមានពីសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ដោយប្រធានាធិបតីអាមេរិកដូណាល់ត្រាំបានបង្កឲ្យមានការព្រួយបារម្ភនៅក្នុងតំបន់អ្នកនាំពាក្យវិមានក្រមឡាំងលោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថារុស្ស៊ីកំពុងពិភាក្សាជាប្រចាំជាមួយអ៊ីរ៉ង់រួមទាំងលើប្រធានបទនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរហើយរុស្ស៊ីបានត្រៀមខ្លួនរួចរាល់ហើយក្នុងការខិតខំប្រឹងប្រែងដើម្បីរួមចំណែកដល់ការដោះស្រាយបញ្ហានេះតាមរយៈនយោបាយនិងការទូតគួររំលឹកថាក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកត្រាំសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ2015រវាងអ៊ីរ៉ង់និងមហាអំណាចពិភពលោកដែលបានដាក់កម្រិតយ៉ាងតឹងរ៉ឹងលើសកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម
ទីក្រុងតេអេរ៉ង់បានបដិសេធចំពោះការទាមទាររបស់លោកត្រាំសម្រាប់ការចរចាដោយផ្ទាល់ដោយមន្ត្រីអេរ៉ង់បានព្រមានប្រទេសជិតខាងដែលជាម្ចាស់ផ្ទះមូលដ្ឋានទ័ពអាមេរិកថាពួកគេអាចស្ថិតនៅក្នុងជួរសង្គ្រាមអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បាននិយាយថាការអត្ថាធិប្បាយរបស់លោក Donald Trump អំពីការទម្លាក់គ្រាប់បែកលើអេរ៉ង់បានត្រឹមតែធ្វើឲ្យស្ថានភាពកាន់តែស្មុគស្មាញរុស្ស៊ីដែលមានទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអេរ៉ង់ចាប់តាំងពីចំនួននៅអ៊ុយក្រែនបានចាប់ផ្ដើមបានផ្លាស់ប្ដូរទំនាក់ទំនងយ៉ាងឆាប់រហ័សជាមួយសហរដ្ឋអាមេរិកចាប់តាំងពីលោកត្រាំចូលកាន់តំណែងដែលជាទំនាក់ទំនងមួយដែលត្រូវបានអ៊ុយក្រែននិងសម្ព័ន្ធមិត្តអឺរ៉ុបមើលឃើញដោយក្តីបារម្ភវិភាគអន្តរជាតិតើសង្គ្រាមពាណិជ្ជកម្មពិភពលោករបស់លោកត្រាំជាឱកាសរបស់ចិនឬ Washington កាលពីថ្ងៃទី2ខែមេសាឆ្នាំ2025ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសភាពអាសន្នសេដ្ឋកិច្ចជាតិនិងបានកំណត់ការយកពន្ធទៅមកលើបណ្ដាប្រទេសនិងដែនដីជាដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅក្រោមច្បាប់ International Emergency Economic Powers Act ការប្រកាសយកពន្ធទៅមករបស់លោកត្រាំបានចូលជាធំមានកាលពីថ្ងៃទី5ខែមេសាដោយសហរដ្ឋអាមេរិកបានអនុវត្តការយកពន្ធគយ 10% លើបណ្ដាប្រទេសទាំងអស់និងយកពន្ធគយពីបណ្ដាប្រទេសនិងដែនដីនីមួយនៅជុំវិញពិភពលោកក្នុងអត្រាខ្ពស់ឬទាបអាស្រ័យទៅនឹងអនុភាពពាណិជ្ជកម្មរបស់ពួកគេជាមួយសហរដ្ឋអាមេរិកតំបន់អាស៊ីខាងកើតប្រឈមនឹងការយកពន្ធគយដ៏ខ្ពស់មួយពីសហរដ្ឋអាមេរិកក្នុងនោះចិន 34% ជប៉ុន 24% កូរ៉េខាងត្បូង 25% និងតៃវ៉ាន់ 32% រុញច្រានអាស៊ីឲ្យឃ្លាតឆ្ងាយខណៈការយកពន្ធទៅមកគឺជាមធ្យោបាយមួយដើម្បីជំរុញការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌គោលនយោបាយសេដ្ឋកិច្ចជាតិនិយមរបស់លោកត្រាំអាចនឹងបង្កជាគុណវិបត្តិច្រើនជាងគុណសម្បត្តិជាពិសេសនៅក្នុងតំបន់អាស៊ីខាងកើតជាទីដែលសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបាននិងកំពុងសម្លឹងរកដៃគូផ្សេងទៀតរួមទាំងចិនដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចនិងភាពជាមេដឹកនាំក្នុងតំបន់របស់ពួកគេនៅត្រង់នេះហានិភ័យនោះគឺភូមិសាស្ត្រនយោបាយតាមរយៈការអនុវត្តនយោបាយតម្កល់ផលប្រយោជន៍អាមេរិកមុនគេឬ America First និងរបៀបវារៈពាណិជ្ជកម្មឯកតភាគីរដ្ឋបាលលោកត្រាំអាចនឹងធ្វើឲ្យសហរដ្ឋអាមេរិកឃ្លាតឆ្ងាយចេញពីនិមាបណ្កម្មសេដ្ឋកិច្ចនៃតំបន់អាស៊ីខាងកើតបណ្ដាប្រទេសដូចជាជប៉ុនកូរ៉េខាងត្បូងរួមទាំងកោះតៃវ៉ាន់ដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តជាប្រពៃណីនិងជាដៃគូរបស់អាមេរិកបាននឹងកំពុងចាត់វិធានការឆ្លើយតបដោយមិនមែនជាការចោះញ៉ាំនោះទេតែពួកគេកាន់តែពង្រឹងការចូលរួមជាមួយប្រព័ន្ធភពភាគីដែលមានចិននៅក្នុងនោះដែរការធ្វើបែបនេះអាចនឹងជំរុញកម្លាំងចលករនៃកិច្ចព្រមព្រៀងភពភាគីដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ឬហៅកាត់ថា RCEP កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងវត្តទិដ្ឋភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកហៅកាត់ថា SPTEP ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិនជប៉ុននិងកូរ៉េឬ CEFTA ដែលបានជាប់គាំងជាច្រើនឆ្នាំមកនេះក្នុងន័យនេះជាជាងធ្វើឲ្យសហរដ្ឋអាមេរិកកាន់តែរឹងមាំសង្គ្រាមពាណិជ្ជកម្មសកលរបស់លោកត្រាំអាចនឹងទុកឲ្យសហរដ្ឋអាមេរិកមើលទៅកាន់តែឯកោពីគេឯងរីឯចិនអាចនឹងរងចាំទាញយកប្រយោជន៍ហើយលេងហ្គេមយូរអង្វែងមួយហ្គេមយូរអង្វែងរបស់ចិនមកទល់នឹងពេលនេះបានចាត់វិធានការសងសឹកទៅនឹងការដំឡើងនិងយកពន្ធទៅមកលើសហរដ្ឋអាមេរិកជាមួយការអត់ធ្មត់និងប្រុងប្រយ័ត្នច្រើនបើធៀបទៅនឹងសង្គ្រាមពាណិជ្ជកម្មអំឡុងអាណត្តិទី1របស់លោកត្រាំលើសពីនេះទៅទៀតខណៈលោកត្រាំទំនងជាមានបំណងប្រើប្រាស់ការយកពន្ធទៅមកដើម្បីជំរុញឲ្យមានកិច្ចចរចាជាមួយចិនដែលគេរំពឹងថាអាចនឹងនាំទៅរកកិច្ចប្រជុំកំពូលជាមួយលោកស៊ីជីនពីងនៅខែមិថុនាខាងមុខចិនត្រូវបានក្រុមអ្នកវិភាគមើលឃើញថាហាក់មានទំនោរចង់ទាញយកប្រយោជន៍ជាយុទ្ធសាស្ត្រនិងលេងហ្គេមយូរអង្វែងមួយនោះគឺពង្រឹងឲ្យកាន់តែស៊ីជម្រៅនៅទំនងពាណិជ្ជកម្មជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ីខាងកើតនិងបង្ហាញឲ្យពិភពលោកទាំងមូលបានឃើញថាខ្លួនជាសហស្ថិតមួយនៃសណ្ដាប់ធ្នាប់សេដ្ឋកិច្ចក្នុងតំបន់ដបិតតាមរយៈការពង្រឹងសកម្មភាពការទូតលើកិច្ចព្រមព្រៀងដូចជា SIFTA និង SPTEP អាចនឹងជួយជំរុញឥទ្ធិពលរបស់ចិននិងកាត់បន្ថយផលប៉ះពាល់ពីការយកពន្ធរបស់សហរដ្ឋអាមេរិកការខិតជិតគ្នារវាងចិនជប៉ុននិងកូរ៉េខាងត្បូងខណៈទំនងជានឹងមិនសងសឹកដោយផ្ទាល់ទៅនឹងការយកពន្ធរបស់លោក Donald Trump ឡើយជប៉ុនអាចនឹងងាកទៅការជំរុញកិច្ចសម្របសម្រួលពាណិជ្ជកម្មជាមួយចិននិងកូរ៉េខាងត្បូងដែលអាចនឹងនាំទៅរកការស្ដារឡើងវិញនៅកិច្ចចរចាស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CEFTA ឬក៏អាចឈានដល់ការដកចោលនៅរនាំងឧបសគ្គដើម្បីឲ្យចិននិងកូរ៉េខាងត្បូងអាចចូលរួមក្នុងកិច្ចព្រមព្រៀង SPTEP ជាកិច្ចព្រមព្រៀងមួយដែលត្រូវបានលោកត្រាំបានដកសហរដ្ឋអាមេរិកចេញកាលពីអាណត្តិទី1ចំណែកកូរ៉េខាងត្បូងវិញកំពុងប្រឈមមុខនឹងវិបត្តិនយោបាយក្នុងស្រុកនិងកំពុងត្រៀមខ្លួនរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្រោយលោកយុនសុកយ៉ូត្រូវបានតុលាការធម្មនុញ្ញកូរ៉េខាងត្បូងទម្លាក់ចេញពីតំណែងកាលពីថ្ងៃទី4ខែមេសាជុំវិញការប្រកាសប្រើច្បាប់អាញាសិទ្ធិ
កូរ៉េខាងត្បូងបានទូចសុំឲ្យរដ្ឋបាលលោកត្រាំលើកលែងការយកពន្ធក្នុងនាមជាសម្ព័ន្ធមិត្តនឹងគ្នាប៉ុន្តែលោកត្រាំមិនបានស្ដាប់តាមការទូចសុំនេះទេដោយនៅតែប្រកាសយកពន្ធ 25% ហើយមិនតែប៉ុណ្ណោះការប្រកាសរបស់លោកត្រាំដោយយកពន្ធ 46% លើមុខទំនិញនាំចូលពីវៀតណាមជាទីដែលក្រុមហ៊ុនធំរបស់កូរ៉េខាងត្បូងដូចជា Samsung និងលើកមានរោងចក្ររបស់ខ្លួននៅទីនោះអាចនឹងធ្វើឲ្យប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់ក្នុងតំបន់និងសកលរបស់កូរ៉េខាងត្បូងទោះជាបែបនេះក្តីក្នុងពេលមានវិបត្តិនយោបាយក្នុងស្រុករដ្ឋាភិបាលបណ្ដោះអាសន្នសពថ្ងៃរបស់កូរ៉េខាងត្បូងនឹងមិនប្រថុយប្រឈមមុខដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកឡើយផ្ទុយទៅវិញកូរ៉េខាងត្បូងអាចនឹងព្យាយាមស្វែងរកភាពធូរស្រាលតាមរយៈការចូលរួមធ្វើសមានកម្មសេដ្ឋកិច្ចតំបន់ពីព្រោះថាក្នុងពេលដែលគ្មានប្រធានាធិបតីអចិន្ត្រៃយ៍រហូតដល់មានការបោះឆ្នោតនៅខែមិថុនាទីក្រុងសេអ៊ូលមើលឃើញថា Sixte និងសឹកធៀបជារនាំងមួយអាចការពារខ្លួនពីនយោបាយគាំពារនិយមរបស់សហរដ្ឋអាមេរិកការខិតជិតគ្នានាពេលថ្មីនេះរវាងចិនជប៉ុននិងកូរ៉េខាងត្បូងតាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសត្រីភាគីក្នុងទីក្រុងតូក្យូកាលពីថ្ងៃទី 22 ខែមីនានិងកិច្ចប្រជុំសេដ្ឋកិច្ចត្រីភាគីក៏ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី 30 ខែមីនាបានបង្ហាញរួចទៅហើយពីបំណងរបស់ប្រទេសទាំង3ដែលចង់ធ្វើការជាមួយគ្នាដើម្បីកាត់បន្ថយផលប៉ះពាល់ពីការយកពន្ធរបស់លោកត្រាំដោយភ្នែករបស់ពួកគេសម្លឹងទៅរកកិច្ចព្រមព្រៀង Sixte និង SPEP គួរបញ្ជាក់ថាពាណិជ្ជកម្មមិនមែនត្រឹមតែជាអាវុធសេដ្ឋកិច្ចប៉ុណ្ណោះទេតែក៏ជាស្រោស្ដំមួយនៃនយោបាយការបរទេសផងដែរការអនុវត្តការយកពន្ធទៅមករបស់រដ្ឋបាលលោកត្រាំធ្វើឡើងស្របតាមគោលនយោបាយ America First ដើម្បីឧស្សាហកម្មអាមេរិកក៏ប៉ុន្តែផលប៉ះពាល់យ៉ាងទូលំទូលាយនៃការយកពន្ធនេះអាចនឹងធ្វើឲ្យរង្គោះរង្គើដល់ភាពជាមេដឹកនាំរបស់សហរដ្ឋអាមេរិករាប់ទសវត្សរ៍មកនេះនៅក្នុងតំបន់អាស៊ីខាងកើតការចូលរួមខាងសេដ្ឋកិច្ចពោលគឺមិនមែនគាំពារនិយមរ៉ែកនិយមដែលធ្លាប់ជាមូលដ្ឋានគ្រឹះនៃអំណាចរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ប៉ាស៊ីហ្វិក